ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមានវីដេអូមួយនិយាយអំពីការធ្វើលិខិតឆ្លងដែនសម្រាប់កុមារដែលមានអាយុក្រោម15ឆ្នាំថាតើសម្រាប់កុមារដែលមានអាយុក្រោម15ឆ្នាំនៅពេលដែលគាត់ត្រូវទៅធ្វើលិខិតឆ្លងដែនថាតើត្រូវមានឯកសារភ្ជាប់នឹងអ្វីខ្លះហើយមាននីតិវិធីបែបណាខ្លះនាងខ្ញុំនឹងជម្រាបជូនបងប្អូននៅក្នុងវីដេអូនេះដើម្បីអាចស្នើសុំលិខិតឆ្លងដែនបានបងប្អូនត្រូវតែដឹងលក្ខខណ្ឌចាំបាច់មួយគឺលិខិតឆ្លងដែនត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋគ្រប់រូបដែលមានសញ្ជាតិខ្មែរមានន័យថាប្រសិនបើយើងរស់នៅក្នុងប្រទេសកម្ពុជាមែនប៉ុន្តែបើយើងមិនមានសញ្ជាតិខ្មែរក៏មិនអាចស្នើសុំលិខិតឆ្លងដែនធម្មតារបស់ខ្មែរយើងរបស់កម្ពុជាយើងបានឡើយកុមារអាយុក្រោម15ឆ្នាំដែលត្រូវស្នើសុំធ្វើលិខិតឆ្លងដែនគឺចាំបាច់ត្រូវមានឯកសារសំខាន់ៗនឹងចំនួន2បន្ទាប់ពីឯកសារសំខាន់ចំនួន2ហ្នឹងក៏ត្រូវតែមានវត្តមានរបស់ឪពុកម្ដាយឬក៏របស់អាណាព្យាបាលដែរឥឡូវនាងខ្ញុំសូមជម្រាបជូនទាក់ទងទៅនឹងឯកសារសំខាន់2ហ្នឹងចាគឺទី1គឺត្រូវមានសម្បុកកំណើតចាករណីដែលកូនមានសម្បុកកំណើតហើយត្រូវយកសម្បុកកំណើតហ្នឹងទៅធ្វើសេចក្តីចម្លងសម្បុកកំណើតសិនទៅយកមកប្រើប្រាស់បានករណីមិនមានសម្បុកកំណើតមានតែសម្បត្តិបញ្ជាក់កំណើតក៏ត្រូវតែយកទៅចម្លងសម្បត្តិបញ្ជាក់កំណើតនឹងសិនចាហើយកន្លែងចម្លងសម្បត្តិកំណើតក៏ដូចជាសម្បត្តិបញ្ជាក់កំណើតសាលាខណ្ឌឬមួយក៏នៅសាលាស្រុកហើយឯកសារសំខាន់ទី2ដែលត្រូវតែមានគឺជាសៀវភៅគ្រួសារករណីមិនមានសៀវភៅគ្រួសារគឺអាចប្រើសៀវភៅស្នាក់នៅជំនួសបានហើយករណីដែលបងប្អូនមិនមានទាំងសៀវភៅគ្រួសារក៏អត់មានសៀវភៅស្នាក់នៅក៏អត់មានអញ្ចឹងបងប្អូនអាចជំនួសមកវិញគឺត្រូវធ្វើលិខិតបញ្ជាក់ទីលំនៅនៅឯសាលាឃុំសង្កាត់សិនមានន័យថាទៅធ្វើលិខិតបញ្ជាក់ទីលំនៅនៅសាលាឃុំឬមួយក៏នៅសាលាសង្កាត់ស្របគ្នានេះដែរបន្ទាប់ពីមានឯកសារភ្ជាប់របស់កូនហើយត្រូវតែមានសំណើសុំឬមួយក៏ការអនុញ្ញាតពីឪពុកម្ដាយជាលាយលក្ខណ៍អក្សរហើយឪពុកម្ដាយក៏ត្រូវតែមានភ្ជាប់ជាមួយនៅអត្តសញ្ញាណប័ណ្ណច្បាប់ដើមដែលមានសុពលភាពនៅអាចប្រើប្រាស់បានករណីដែលមិនមានអត្តសញ្ញាណប័ណ្ណទេគឺអាចភ្ជាប់ជំនួសដោយលិខិតឆ្លងដែនហើយនាងខ្ញុំក៏សូមជម្រាបជូនបងប្អូនដែរថាករណីនេះអាចជាឪពុកឬមួយក៏ជាម្ដាយជូនមកក៏បានមិនចាំបាច់មកទាំងពីរនាក់ក៏បានដែរយើងចូលទៅដល់តម្លៃនិងរយៈពេលនៃការធ្វើលិខិតឆ្លងដែនដែលនៅក្នុងការបែងចែកតម្លៃនិងរយៈពេលនៃការធ្វើលិខិតឆ្លងដែននេះដែរគឺខាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានធ្វើការបែងចែកជាពីរ level ដាច់ពីគ្នាមានន័យថាសម្រាប់កូនក្មេងដែលមានអាយុក្រោម6ឆ្នាំចាក្រោម6ឆ្នាំគឺមានសុពលភាពអត្តសញ្ញាណប័ណ្ណហ្នឹងគឺមានរយៈពេល5ឆ្នាំហើយចំពោះតម្លៃសម្រាប់សេវាធម្មតាគឺមានតម្លៃ$80ហើយមានរយៈពេលនៃការរងចាំដើម្បីទទួលបានហ្នឹងគឺ15ថ្ងៃនៃថ្ងៃធ្វើការចំពោះសេវារហ័សកម្រិតមធ្យមមានតម្លៃ$120ហើយមានរយៈពេលនៃការរងចាំគឺ7ថ្ងៃនៃថ្ងៃធ្វើការចំពោះបងប្អូនដែលប្រញាប់ខ្លាំងគឺមានសេវារហ័សខ្លាំងហ្នឹងគឺមានតម្លៃ$160ហើយរយៈពេលធ្វើគឺត្រឹមតែ1ថ្ងៃប៉ុណ្ណោះឥឡូវនេះសូមជម្រាបជូនទាក់ទងទៅនឹងទីកន្លែងថាតើអាចធ្វើលិខិតឆ្លងដែនហ្នឹងនៅកន្លែងណាបានខ្លះចំពោះការធ្វើលិខិតឆ្លងដែនគឺត្រូវទៅធ្វើនៅនាយកដ្ឋានលិខិតឆ្លងដែននៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៅខាងខណ្ឌច្បារអំពៅនៅរាជធានីភ្នំពេញឬក៏បងប្អូនអាចអញ្ជើញទៅធ្វើនៅស្នាក់ការផ្ដល់លិខិតឆ្លងដែននៅឯខាងផ្សារទំនើប Aeon 2នៅខណ្ឌសែនសុខឬមួយក៏អាចអញ្ជើញទៅផ្សារទំនើប Aeon 3នៅឯខាងខណ្ឌមានជ័យឬមួយក៏សម្រាប់បងប្អូននៅតាមបណ្ដាខេត្តនានាគឺអាចអញ្ជើញទៅធ្វើនៅស្នាក់ការផ្ដល់អត្តសញ្ញាណប័ណ្ណដូចជានៅខាងខេត្តបាត់ដំបងគឺនៅខាងឃុំអន្លង់វិលចាគឺមានធ្វើទាក់ទងនឹងលិខិតឆ្លងដែននឹងដែរហើយខាងខេត្តបន្ទាយមានជ័យគឺបងប្អូនអាចអញ្ជើញទៅធ្វើនៅឯក្រុងប៉ោយប៉ែតហើយសម្រាប់ខេត្តកោះកុងគឺបងប្អូនអាចអញ្ជើញទៅធ្វើនៅក្រុងខេមរៈភូមិន្ទហើយសម្រាប់ខេត្តសៀមរាបគឺបងប្អូនអាចអញ្ជើញទៅធ្វើនៅផ្សារទំនើប The Heritage Walk ដែលនៅជាប់នឹងផ្លូវជាតិលេខ6ហើយចំពោះបងប្អូនចាថ្មីនេះដែរទើបតែមានការបើកសម្ពោធថ្មីនេះដែរសម្រាប់បងប្អូនដែលនៅខាងខេត្តព្រះសីហនុចាគឺខាងក្រសួងមហាផ្ទៃបានសម្របសម្រួលជូនដោយបងប្អូនមិនចាំបាច់ធ្វើដំណើរមកឆ្ងាយមករាជធានីភ្នំពេញដើម្បីធ្វើលិខិតឆ្លងដែននោះទេបងប្អូនអាចអញ្ជើញទៅធ្វើនៅផ្សារទំនើប Diamond Plaza បានហើយចំពោះវីដេអូចែករំលែករបស់នាងខ្ញុំគឺមានតែប៉ុណ្ណេះទេករណីដែលបងប្អូនមានចម្ងល់ត្រង់ចំណុចណាមួយមិនច្បាស់ចាបងប្អូនអាចខមមិនសួរនាងខ្ញុំបានតាក់ទងទៅនឹងទីតាំងចាផ្សេងហ្នឹងក៏បងប្អូនអាចខមមិនសួរទីតាំងលម្អិតបានដែរនាងខ្ញុំនឹងទម្លាក់ទីតាំងលម្អិតជូនករណីដែលបងប្អូនចាស្វែងរកទីតាំងមិនឃើញទេហើយអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាវីដេអូរបស់នាងខ្ញុំនឹងយកនាងខ្ញុំនឹងជម្រាបជូនបងប្អូនពី
វីដេអូក្រោយទៀតដែលមានសារៈសំខាន់ទាក់ទងទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនចាជាពិសេសគឺទាក់ទងទៅនឹងបញ្ហាអាពាហ៍ពិពាហ៍នឹងគ្រួសារឬមួយក៏ការធ្វើអត្តសញ្ញាណប័ណ្ណការធ្វើលិខិតឆ្លងដែនឬមួយក៏ឯកសារផ្សេងដែលនាងខ្ញុំបានឃើញមានការកាត់ឡើងច្រើនចាជាបញ្ហានៅក្នុងសង្គមដែលបងប្អូនមានការងឿងឆ្ងល់នាងខ្ញុំនឹងជម្រាបជូនបងប្អូននៅវីដេអូបន្តទៀតហើយអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាវីដេអូរបស់នាងខ្ញុំជួបគ្នាជាមួយនាងខ្ញុំនៅវីដេអូក្រោយទៀតជម្រាបលា